បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់វីដេអូនេះគឺទស្សន៍ទាយអ្នកកើតថ្ងៃច័ន្ទខែមករាឆ្នាំឆ្លូវហើយការទស្សន៍ទាយនេះគឺផ្ដោតទៅលើការរកស៊ីការងារសុខភាពសម្ពាយបុណ្យស្នេហាដៃគូជីវិតការរស់នៅជាមួយគ្នាការសេពគប់គ្នានិងរាសីមុននឹងធ្វើការទស្សន៍ទាយខ្ញុំសូមឲ្យបងប្អូនជួយ share វីដេអូនេះហើយដាក់បេះដូងម្នាក់មួយផងណាបងប្អូនណាសូមអរគុណបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណើតជើងឃើញថាពេលដែលលោកអ្នកកើតមកឪពុកម្ដាយរបស់លោកអ្នករកស៊ីមានដំណើរការធម្មតាទេនៅក្នុងឆ្នាំដែលលោកអ្នកកើតមកនោះលោកអ្នកមានសុខភាពមិនសូវល្អតាំងពីក្មេងរហូតដល់ចាស់លោកអ្នកគឺជាមនុស្សនឿយតាំងពីក្មេងរហូតដល់ចាស់ចំពោះការរកស៊ីបើលោកអ្នករកស៊ីជាមួយមនុស្សរាងខ្ពស់ស្រឡះល្អជាងរកស៊ីជាមួយមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងខ្ពស់ស្រឡះមានចិត្តស្មោះត្រង់នឹងលោកអ្នកហើយមានធាតុត្រូវជាមួយនឹងលោកអ្នកទៀតផងចំពោះការងារវិញបើលោកអ្នកធ្វើការជាមួយមនុស្សរាងខ្ពស់ស្រឡះល្អជាងធ្វើការជាមួយមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងខ្ពស់ស្រឡះតែងតែស្រឡាញ់ចូលចិត្តលោកអ្នកនិងជួយជ្រោមជ្រែងលោកអ្នកឲ្យបានធ្វើការធំតែបើលោកអ្នកធ្វើការជាមួយមនុស្សរាងទាបឬក៏ទឿច្រើនមិនសូវត្រូវធៀបជាមួយនឹងលោកអ្នកនិងនិយាយមិនសូវស៊ីសង្វាក់ជាមួយគ្នាប៉ុន្មានទេចំពោះដៃគូជីវិតលោកអ្នកឆ្នាំឆ្លូវគួរយកមនុស្សឆ្នាំថោះឆ្នាំម្សាញ់ឆ្នាំរកាឆ្នាំជូតឆ្នាំឆ្លូវដូចគ្នានិងឆ្នាំកោហើយបើលោកអ្នកបានដៃគូជីវិតជាមនុស្សរាងខ្ពស់ស្រឡះល្អជាងបានដៃគូជីវិតជាមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងខ្ពស់ស្រឡះមានចិត្តស្មោះត្រង់នឹងលោកអ្នកហើយមានធាតុត្រូវជាមួយនឹងលោកអ្នកទៀតផងតែបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណើតជើងឃើញថាលោកអ្នកត្រូវបានដៃគូជីវិតជាមនុស្សមធ្យមហើយដៃគូជីវិតនោះទៀតសោតចិត្តបាននឹងក្រុមគ្រួសាររបស់លោកអ្នកទៀតផងចំពោះស្នេហាវិញលោកអ្នកគឺជាមនុស្សមិនសូវមានជម្រើសច្រើនទេក្នុងការរកដៃគូជីវិតហើយថែមទាំងជាមនុស្សសម្លឹងខ្ពស់ទៀតផងចំពោះការរស់នៅជាមួយគ្នាលោកអ្នកជាមនុស្សរាងម្នះឬជជែកបន្តិចនិងពូកែនិយាយលួងលោមយកចិត្តដៃគូពេលចង់បានអ្វីមួយឬក៏ត្រូវការអ្វីមួយពីដៃគូចំពោះការពឹងអាស្រ័យគ្នាដូចជាមិត្តភ័ក្តិបងប្អូនញាតិសន្តានឬក៏អ្នកដទៃក្តីលោកអ្នកគួរទៅរកមនុស្សរាងខ្ពស់ស្រឡះពឹងពាក់បានជាងមនុស្សរាងទាបឬក៏ទឿចំពោះសម្ពាយបុណ្យវិញលោកអ្នកមានសម្ពាយបុណ្យមធ្យមធ្វើការក្តីរកស៊ីក្តីគឺបានមធ្យមនៅក្នុងឆ្នាំ2026នេះរាសីរបស់លោកអ្នកគឺឡើងខ្ពស់ត្រដែតបើអ្នកនៅលាវគេថាត្រូវដល់គូបើអ្នកជាអ្នករកស៊ីនឹងរកស៊ីត្រូវប៉ាន់អ្វីមួយបើអ្នកជាអ្នកធ្វើការនឹងត្រូវបានឡើងឋានៈបុណ្យស័ក្តិឬក៏ឡើងប្រាក់ខែតែបើអ្នកមានបានរត់ឯកសារពីមុនមកមិនតាន់ចេញគួរតែបានសម្រេចនៅក្នុងខែ1ខែ2ខែ5ខែ6និងខែ8នៅក្នុងឆ្នាំ2026នេះហើយខ្ញុំសូមបញ្ចប់បើលោកអ្នកមានសំណួរដាក់ចូលទៅក្នុង comment ឬឆាតតាម Telegram លេខ016 66 84 86សូមអរគុណ